ពុទ្ធភាសិតបានពោលថាអត្តនាវកតាំងបាបាំងអត្តនាសង្កលេសតិបុគ្គលដែលធ្វើបាបដោយខ្លួនឯងគឺរមែងសាមងដោយខ្លួនឯងនៅក្នុងលទ្ធិព្រះពុទ្ធសាសនាយើងនេះពុំមានអាណាធនីអះអាងឬរងចាំទទួលអំពើជនណាម្នាក់ដូចនៅក្នុងសាសនាខ្លះនោះទេជនណាដែលធ្វើបាបដោយខ្លួនឯងគឺតែងតែទទួលនៅអំពើបាបនោះដោយខ្លួនឯងសូម្បីតែព្រះសម្មាសម្ពុទ្ធដែលជាមេសាសនាក៏ដោយប្រសិនបើព្រះអង្គនឹងឯងធ្វើបាបដោយខ្លួនឯងក៏ព្រះអង្គទទួលនៅអំពើបាបនោះដែរសាវកឬមួយក៏ពុទ្ធបរិស័ទដែលជាអ្នកប្រព្រឹត្តនៅអំពើបាបក៏ត្រូវតែទទួលដោយអំពើបាបដោយខ្លួនឯងអំពើបាបគឺជាអំពើដែលអាក្រក់អំពើដែលនាំឲ្យអ្នកដទៃលំបាកលំបិនធ្វើបាបអ្នកដទៃម្យ៉ាងទៀតលោភៈទោសៈនិងមោហៈក៏ជាតួបាបព្រោះអកុសលមូលទាំង3នេះជាមូលហេតុនាំឲ្យមនុស្សប្រព្រឹត្តនៅអំពើបាបពោលគឺធ្វើអំពើអកុសលផ្សេងមានដូចជាការសម្លាប់សត្វដោយការបំបត្តិជីវិតការលួចទ្រព្យសម្បត្តិរបស់ជនដទៃឬចូលដៃចូលជើងរួមគំនិតជាមួយគេលួចទ្រព្យសម្បត្តិរបស់គេឲ្យត្រឡប់ត្រឡិនបាត់មុខមាត់ការលួចសេពកាមជាមួយប្រពន្ធកូនអ្នកដទៃដោយខុសច្បាប់ការនិយាយពាក្យមិនពិតធ្វើឲ្យអ្នកដទៃនឹងឯងខូចនៅប្រយោជន៍និងផឹកនៅគ្រឿងស្រវឹងផ្សេងជាហេតុនាំឲ្យបុគ្គលនោះវង្វេងនៅស្មារតីរួចហើយទៅប្រព្រឹត្តនៅអំពើចិត្តពៀលសុទ្ធតែជាអំពើបាបទាំងអស់បុគ្គលណាធ្វើបាបបុគ្គលនោះតែងទទួលដោយខ្លួនឯងនឹងរត់គេចទៅណាឬធ្វើយ៉ាងណាឲ្យរួចឬក៏ឲ្យអ្នកណាទទួលជំនួសក៏ពុំមានឡើយពុទ្ធភាសិតនេះត្រូវនឹងបុរាណភាសិតខ្មែរយើងថាអ្នកណាស៊ីត្រូវតែឆ្អែតអ្នកនោះឬអ្នកណាកាន់ភ្លើងត្រូវតែរលាក់ដៃអ្នកនោះគឺដោយហេតុនេះហើយទើបព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងថាបុគ្គលធ្វើបាបដោយខ្លួនឯងនឹងរមែងសាមងក្តៅក្រហាយដោយខ្លួនឯងដើម្បីទុកជាដំបូលមានដល់សពសត្វទូទៅទាំងអស់ថាយើងធ្វើបាបតែងតែទទួលនៅផលបាបជាមុនខាន